chất tônពេកវេទនាតែខ្លួនឯងសាក់មួយវិធីផ្លាស់ប្ដូរខ្លួនអ្នកคล้ายជាមនុស្សចិត្តរឹងជាងមុនគត់នឹង10អត្ថបទផ្ទះស្នេហ៍អបអសាទរខូបលើកទី120ឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមកពីប្រទេសជប៉ុនដែលអ៊ីឈីឡៃនៅក្បែរលោកអ្នកជានិច្ចមួយកុំចេះតែគិតថាមិនអីទេពេលដែលអ្នកត្រូវគេដើរខ្សែលើម្ដងហើយម្ដងទៀតត្រូវគេទាញយកប្រយោជន៍មិនថាតិចឬច្រើនក៏មិនគួរបណ្ដោយឲ្យគេរួចខ្លួនដែរព្រោះវាជាជំហានដំបូងហើយប្រកាសជាកាត់ឡើងជាបន្តទៀតប្រសិនបើអ្នកនៅតែបណ្ដោយឲ្យគេធ្វើបែបនេះជារឿយបើមិនដូច្នោះទេភាពអត់ធ្មត់របស់អ្នកនឹងដល់ដែនកំណត់ពេលនោះនឹងកើតមានអំពើហិង្សាបានដូច្នេះប្រសិនបើជួបហេតុការណ៍កេងប្រវ័ញ្ចលើកដំបូងក្នុងជីវិតអ្នកត្រូវប្រញាប់ធ្វើឲ្យគេដឹងថាអ្នកមិនយល់ព្រមទេដែលគេធ្វើបែបនេះគេប្រកាសជាមិនហ៊ានធ្វើបែបនេះជាមួយអ្នកទៀតនោះទេ2អាចលើកលែងទោសឲ្យគេបានតែម្ដងទេអ្នកប្រកាសជាធ្លាប់ឮពាក្យនេះមានលើកទី1ប្រកាសជាមានលើកទី2ក្នុងករណីនេះប្រសិនបើមនុស្សដែលអ្នកស្រឡាញ់បានធ្វើខុសអ្នកអាចលើកលែងទោសឲ្យគេបានម្ដងប្រសិនបើគេនៅតែធ្វើខុសទៀតអ្នកត្រូវពិចារណាថាតើគួរអភ័យទោសឲ្យគេម្ដងទៀតបានដែរឬទេតែការពិតទៅអ្នកមិនគួរអភ័យទោសដល់អ្នកណាច្រើនដល់នោះទេព្រោះធ្វើឲ្យគេបានចិត្តហើយយល់ថាទោះបីជាខុសទៀតក៏អ្នកនៅតែលើកលែងទោសឲ្យគេដែរបើសិនដឹងថាខ្លួនមិនអាចទ្រាំទ្រនឹងកំហុសដដែលរបស់គេទៀតទេចូលដកខ្លួនចេញពីទីនោះភ្លាម3ស្រឡាញ់ខ្លួនឯងឲ្យខ្លាំងចំណុចនេះសំដៅទៅលើអ្នកដែលត្រូវគេធ្វើបាបរាងកាយមិនថាមនុស្សដែលខ្លួនស្រឡាញ់ឬនរណានោះទេបើទោះបីជាគេយកហេតុផលអ្វីមកលៀងកំហុសក៏ដោយហើយប្រើដៃប្រើជើងលើរាងកាយអ្នកសូម្បីតែម្ដងអ្នកត្រូវតែបែកគ្នាជាមួយគេភ្លាមហាមចិត្តទន់ជាដាច់ខាតបើគេអង្វរអ្នកលើកនេះបានលើកក្រោយអ្នកក៏មិនរួចខ្លួនដែរបើសិនដល់ថ្នាក់កម្រិតធ្ងន់ត្រូវប្រញាប់ដំណើរការតាមផ្លូវច្បាប់ជាបន្ទាន់4ប្រើខួរក្បាលឲ្យច្រើនជាងបេះដូងមនុស្សស្រីខ្លះសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីស្នេហាព្រោះខ្លាចបាត់បង់គេសុខចិត្តទ្រាំនឹងភាពអយុត្តិធម៌ទាំងឡាយប៉ុន្តែអ្នកត្រូវដឹងថាបើគេស្រឡាញ់អ្នកមែនគេមិនធ្វើបាបអ្នកទាំងផ្លូវកាយនិងផ្លូវចិត្តទេអ្នកខ្លះប្រកែកថាគាត់ក៏នៅមានចំណុចល្អដែរប៉ុន្តែភ្លេចសួរខ្លួនឯងថាតើខ្លួនអាចទ្រាំនឹងចំណុចមិនល្អរបស់គេបានយូរកម្រិតណាទៀតទេអ្នកអាចជួបមនុស្សល្អជាងនេះក៏ថាបានប្រសិនបើអ្នកសម្រេចចិត្តចែកផ្លូវជាមួយគេម្យ៉ាងវិញទៀតក្នុងជីវិតអ្នកមិនមែនមានតែមនុស្សម្នាក់នេះទេដែលស្រឡាញ់អ្នកនៅមានមនុស្សជាច្រើនអ្នកទៀតចែករំលែកបើអ្នកពេញចិត្តវីដេអូនេះ